kia app tôi muốn cứ còn là dân mới dân lên tại con đây là về cái chia sẻ đến dân tôi app lên nói cho dân xong rồi tôi vô trình độ đào càng được tôi về cái chia và được nhạc rock qua đã tên tên tôi làm tôi hai tôi và rồi tình những cái hết khoe như tình tình phương chấm và tên trình mình em tới nó chưa trình đàn quạt thời dự án những cái tài về tình phương đến còn overall em nói từ lên nó cứ tư sản nó sẽ ai vi hiện sinh khói như như sẽ sơ hiện nhân phong tinh tròn từ cả tha quạt bạn đó đi gặp lại về tế hay em cứ identifyเลยđược chiết chừng người giả giả là người được chiết hay ai nên plan theo สำหรับđược chiếtนั้นคือมาเช็ดมือบานทาเอาลูกเช็ดมือนั้นสกคลิปบาดกันแน่ให้ต่ออายเสียจมูกนั้นพอมีมุกที่ได้เชียร์แลนด์เราก็ได้เชียร์ดาวน้อยเป็นนงคืนปัญหาสิจารณ์การล้างจนเลยแลนด์โอเนอร์สิจารณ์แต่กอดปิบะหนึ่งผลิตทาถ่ายสดตับเตแน่hayปริมาณในการสนตับนั้นคือสอนประมาณในคำเต๋อให้มวยสนุนติดนึกไปรูปเช็คคลาสนึกไปยืมเตะดามบางหน่อยเจียไปจับดาวเมียนโกนสัตว์เซ็งđểยืมปัจจุบันทาตาสัตว์người lớn vì chuối rồi có vì bằng phànรูปเช็คบอกยืมnày chẳngแอปมันนั้นคืออาสแกนให้อาเช็คบ้านทาสัตว์មួយហ្នឹងទៅវាពិតជាបំផ្លាញមែនអត់ហើយយើងក៏មាន solution នៅក្នុងហ្នឹងថាតើគួរធ្វើអ្វីដើម្បីកម្ចាត់សត្វល្អិតហ្នឹងកុំឲ្យមានការរំខានដល់ការលូតលាស់របស់រុក្ខជាតិយើងហើយក្នុងហ្នឹងក៏មានការជួយ scan support ទៅលើពន្លឺដូចគ្នាហើយអាច analyze នៅលើប្រភេទដុំគ្រោះដែលយើងដាក់ដាក់តែស្គាល់នៅក្នុងរឿងឬក៏ប្រភេទណាដែលយើងចង់ស្គាល់ពីហ្នឹងហើយsolution គឺរៀង simply ស្រួលមែនតើគឺយើងអាចមើលទៅលើថាយើងអាចបែងចែកបានទៀតថាពេលដែលយើង scan ហើយយើងរុក្ខជាតិហ្នឹងជាប្រភេទរុក្ខជាតិដែលយើង take care នៅ office យើងអាច set ជា reminder នៅក្នុងហ្នឹងយើងអាចចែកជារុក្ខជាតិហ្នឹងនៅ office ឬក៏នៅក្នុងទីតាំងណាមួយដែលយើងបានចែកកំណត់ច្បាស់លាស់ដើម្បីយើងស្រួលcategorize វាហើយងាយស្រួលចងចាំដូចគ្នាហើយ key feature របស់ហ្នឹងគឺមកដើរទៅលើមួយចំណុចធំទៅលើការ smart plan identification ហើយទៅលើ plan disease analyze ហើយនឹង cure ហើយក្នុងហ្នឹងក៏វាមានជា monitor ទៅលើពន្លឺមានជាការ reminder ឬ tracker ទៅលើការសន្តិហើយក្នុងនេះក៏មានដូចជា plan term market គឺអាចនៅក្នុងហ្នឹងគាត់អាច connect ទៅ share នៅក្នុង community ហ្នឹងមានជាចំណុចផ្សេងៗគឺគាត់អាចសួរគ្នានៅក្នុងហ្នឹងបានហើយចុងក្រោយនោះគឺ Dr. Planta ដែលក្នុងហ្នឹងបើសិនជាយើង scan ទៅលើរុក្ខជាតិមួយហ្នឹងមានបញ្ហាដែលយើងគិតថាយើងបាក់ដោះស្រាយខ្លួនឯងយើងអាច connect ទៅសួរplan doctor ឬក៏ Dr. Plan បាន ហើយសម្រាប់ process design thinking process ហ្នឹងខ្ញុំ take 6 step ដើម្បីធ្វើការ process ដល់បញ្ចប់នេះគឺទី1ខ្ញុំធ្វើ emphasize ធ្វើជា research survey ហើយ analyze ទៅលើ topic មួយហ្នឹងហើយទីគឺ define បានសិក្សាពី user persona ហើយ goal ដែល user ត្រូវការហើយ idea គឺធ្វើការ brainstorm ហើយរៀបចំទៅលើ user flow ហើយនឹង information architecture ហើយទី4
បានធ្វើទៅលើ visual design ហើយត្រួតថៃទៅចុងក្រោយបានធ្វើ testing ឡើងមួយវាដែរហើយខ្ញុំបានធ្វើហើយបានឲ្យមកភ័ក្រ share ឲ្យមកភ័ក្រគាត់មើលហើយគាត់ក៏មាន feedback លើកន្លែងមួយចំនួនដូចខ្ញុំណាចឹងmìnhធ្វើហើយតែមកវិញជាជាធ្វើមិនតហើយឯងហ្នឹងវាល្អភាសាយើងហ្នឹងហើយចំណុចនេះគឺតកតងទៅនឹងuser persona គឺចាក់ស្ដែងគាត់ជា user មែនតើតែយើងដកស្រង់ចេញពី data ថ្ងៃមុនដែលបាន survey នៅលើ step ដំបូងសូយ៉ាគឺមានអាយុ28ឆ្នាំមានគ្រួសារហើយក៏មានកូនមួយដែរគាត់រស់នៅក្នុងពេញហើយគាត់មានមុខរបរជា branding manager ហើយចាក់ស្ដែងគឺគាត់រស់នៅ condo ហើយគាត់ចូលចិត្តបែប creative fashion ហើយចូលចិត្តធ្វើដំណើរប៉ុន្តែក្នុងនោះគាត់ចង់តាមតំណាងដូចគ្នាគាត់ចង់តាមទឹកជាតិលំអនៅក្នុងផ្ទះគាត់ដូចគ្នាប៉ុន្តែអីដែលពិបាកនោះគឺគាត់ពេលខ្លះគាត់មានការធ្វើដំណើរទៅឆ្ងាយគាត់អត់ច្បាស់ថានៅពេលដែលគាត់ផ្លែគាត់ចាំដំណាំហើយតើវាអាចគាត់បាន take care ស្រួលគូអត់គាត់បារម្ភរឿងហ្នឹងហើយគោលរបស់គាត់តែគាត់ចង់តាមតំណាំហ្នឹងគឺគាត់ចង់ឲ្យវាមានជាការស្រូបខ្យល់ឲ្យមានលំហូរខ្យល់នៅក្នុងបន្ទប់គាត់នេះស្រួលគួរហើយគាត់ក៏ចង់ស្វែងរកបន្ថែមពីរុក្ខជាតិដែលអាចជួយមកលំអផ្ទះគាត់ដូចគ្នាហើយ frustration របស់គាត់គឺគាត់អត់សូវមានពេលresearchឬក៏ស្វែងយល់ពីរុក្ខជាតិទាំងអស់ហ្នឹងទេហើយគាត់បារម្ភខ្លាចនៅពេលដែលគាត់ដឹងតំណាងហ្នឹងតើវាអាចនឹងមានជាសត្វប្រភេទសត្វល្អិតឬក៏អីផ្សេងៗដែលអាចមកនាំជាមួយនឹងរុក្ខជាតិធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់គាត់ហើយក៏បារម្ភច្រើនពេលដែលគាត់ជាអ្នកដែលទឹកដាំលើកដំបូងក៏អត់ច្បាស់ថាគាត់ដាំទៅវាងាយនឹងស្លាប់ទេបើសិនក៏អត់ធ្លាប់មានបទពិសោធន៍ពីមុនអញ្ចឹង motivation របស់គាត់គឺគាត់ចង់ធ្វើឲ្យការរស់នៅរបស់គាត់ទៅកាន់ប្រសើរឡើងដោយមានភាពបៃតងច្រើនហើយគាត់ចង់ស្វែងយល់ពីការដាំរុក្ខជាតិដូចគ្នាដើម្បីការអភិវឌ្ឍខ្លួនឯងដូចគ្នាហើយចុងក្រោយគាត់ចង់ឲ្យដាំមានជាដាំហ្នឹងធ្វើឲ្យល្អ apartment របស់គាត់ដូចគ្នាហើយ in the same map នេះគឺអីដែលគាត់និយាយថាគឺពេលខ្លះបើសិនជាគាត់មានប្រភពរុក្ខជាតិបែបហ្នឹងវាអាចជួយដល់បរិយាកាសការរស់នៅរបស់គាត់ប៉ុន្តែគាត់ដឹងថាគាត់គួរតែដាំដំណាំដាំរុក្ខជាតិមួយហ្នឹងតើគួរស្រោចទឹកតែមកហើយក៏ដឹងថាគួរឆ្លើយសារមិនឲ្យបានរុក្ខជាតិមួយបានយូរហើយបើសិនជាលើករុក្ខជាតិខូចរុក្ខជាតិវិញមកកន្លែងណាតើគួរត្រូវសង្គ្រោះវាឲ្យរបៀបណាឬក៏គួរតែរៀបចំដាក់រុក្ខជាតិមួយហ្នឹងនៅទីតាំងកន្លែងណាដើម្បីឲ្យវាត្រូវពន្លឺច្បាស់លាស់ចឹងគាត់គិតថាបើសិនជាគាត់មានapp មួយដែលអាចជួយremind គាត់ពីការស្រោចទឹកមួយហ្នឹងមានជាការមើលតំណាំរបស់គាត់មានពេលវេលាច្បាស់លាស់ឬក៏គាត់អាចនឹងមានជា community អាច share ពីយោបល់មតិយោបល់ពីគ្នាទៅវិញទៅមកដោះដូរមកបញ្ហាជាមួយគ្នាទៅវិញមកគឺសារតែល្អអញ្ចឹងហើយដែលគាត់ធ្វើបើសិនជាគាត់មាន app ហ្នឹងគឺគាត់ចង់មានជាការថតរូបរុក្ខជាតិនៃការលូតលាស់អស់ពីអាប់ដេតជាមួយនឹង community ហើយគាត់សង្ឃឹមថាគាត់អាច
ពីបានច្រើនឬក៏អាចបដូរការទិញ sharing in economy នឹងបានហើយអីដែលអារម្មណ៍របស់គាត់ feel បើសិនជាគាត់ដាំរុក្ខជាតិនឹងអត់គួរទេគាត់អាចនឹងshare ឬក៏ឯកដែលតែថាខំទិញមកទេតែវាអាចរស់បានយូរហើយបើសិនជាគាត់អាចនឹងខកចិត្តនៅពេលដែលយើងដាំហើយយើងអត់ឃើញលទ្ធផលបានទៅវាដោយសារវាបានលូតលាស់ស្រួលហើយបើសិនជាគាត់បានដាំនឹងហើយការដាំរបស់គាត់វាអាចពីធំធាត់ទៅក៏មានផលចេញផ្កាអីវាកាន់តែធ្វើគាត់មានអារម្មណ៍កាន់តែល្អlênនេះចឹងបន្ទាប់ពីនឹងហើយខ្ញុំក៏បានanalyze វាគឺគិតថាបើសិនជាយើងធ្វើ app មួយយើងគួរតែមាន user flow មួយដែលអាចឲ្យ user គាត់ចូលទៅងាយនឹងចូលទៅ app ហ្នឹងវាស្រួល login ចូលទៅហើយក៏ងាយយល់ពី app នឹងដូចគ្នាអញ្ចឹងដំបូងបើសិនជាយើងបើកចូលទៅនឹងចូលទៅ app plan ឧទាហរណ៍ហ្នឹងបើសិនជាយើងមាន account យើងគ្រាន់តែ login by email password គឺយើងអាចចូលទៅ home screen បានដែរតែបើសិនជាយើងអត់មានទេយើងអាច sign up តមក log ចូល home screen អញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ new user ដែលក៏អត់ទាន់បានadd រុក្ខជាតិឬក៏ថតរុក្ខជាតិនឹងចូលបានទេគឺគាត់អាចថតរូបនឹងហើយ upload ចូលយើងបន្ថែម information នៃរុក្ខជាតិហ្នឹងហើយ set ជា reminder អញ្ចឹងនៅពេលហ្នឹងsuccess ហើយយើងអាចនៅពេលដែលដល់មកគឺ reminder នឹង alert មកប្រាប់យើងថាដល់ពេលវាទៅត្រូវស្រោចទឹកត្រូវ take care តែបើសិនជាuser ដែលគាត់ធ្លាប់ជា existing user ដែលធ្លាប់មានរុក្ខជាតិពីមុនអញ្ចឹងគាត់នៅពេលដែលគាត់ទំនេរឬក៏គាត់ចង់ចូលមើលទៅលើ reminder ហ្នឹងគឺគាត់អាចចូល direct ឲ្យឃើញinformation ដែលត្រូវសម្រាប់ឬក៏ schedule ផ្សេងៗនៅក្នុងនឹងស្រាប់ដែរចឹង information architecture គឺជាក់ស្ដែងគឺយើងមាននេះធំតែពេលដំបូងទៅយើងចូល app បើសិនជាយើង sign up ទៅយើងត្រូវ sign up ជាមួយនឹង full name email ហើយต้องយក OTP យើងអាច login ចូលហ្មងតែបើសិនជាយើងមាន account រួចរាល់ហើយយើងគ្រាន់តែ log email ហើយនឹង password អញ្ចឹងនៅក្នុងហ្នឹងខ្ញុំបានធ្វើ5 feature ធំដែលក្នុងហ្នឹងមាន home my plan camera explore ហើយនិង account នេះជា file plan mock up តិចតួចហើយចូលមកវាចាច្រើនតែអីបងជើញមកតទៀតចាចឹងក្នុងនេះតោះចូលមកដល់ design system គឺយើងមាន color មាន primary color ដែលដាក់ជាមួយនឹង color ពណ៌សធម្មតាហើយនឹង primary color ដែលយកជាមួយនឹង dark sim ចឹង secondary color មាន3 color ពណ៌ខៀវពណ៌ក្រហមនិងពណ៌neutral ហើយ typography យើងខ្ញុំ select ចូលប្រភេទឈ្មោះ popping ដែលវារៀងមាន font វារៀងលេចជាមួយខ្ញុំគិតថាបើសិនជាសម្រាប់concept បែបរបស់ខ្ញុំវិញខ្ញុំគិតថាប្រព័ន្ធនេះវារៀងស៊ីលវារៀង modern ខ្ញុំបានចងជាច្រើន headline ប៉ុននេះហើយនឹង page មានតែ regular medium ហើយនឹង bold ហើយនេះគឺជា component ដែលខ្ញុំចងនៅក្នុងហ្នឹងខ្ញុំចងជា logo home screen ហើយនឹង login out ហើយនេះជា login screen មួយចំនួនដែលបានប្រយោជន៍ពីការកន្លែង screen នេះកន្លែងនេះ slash screen នៅពេលដែលចូលដំបូងគឺវា slash ចឹងហើយបើសិនជា OTP ចេញបានចុះហើយ welcome screen យើងមានកន្លែង email password
hay vào home screen nó dương miền thằng nơi biết chỉ weather hay cái đằng gì notification trong máu dương miền plan care hay trong máu thì chỉ dương miền creative plan screen the plot to my plan screen chấm không nói dương miền plan cho nên dương ai add plan the time từ cái chỗ cái từ cái chỗ camera hay dương miền chỉ calendar là bao nhiêu số mới schedule ឆ្នាំអាទិត្យហ្នឹងគឺយើងមានត្រូវឲ្យត្រូវ check នៅលើរុក្ខជាតិទីនេះខ្លះដែលយើងបានពិភាក្សាហ្នឹងហើយកន្លែងនេះជា reminder បង្ហាញនៅលើមានរុក្ខជាតិអីជាខ្លះដែលយើងបាន set ដើម្បីដាក់ជា remind ហើយខាងក្នុងនេះយើងចែកជា category ដែលមានប្រភេទ indoor ហើយ outdoor ហើយកន្លែងនេះសម្រាប់ feature camera screen ចឹងក្នុងនេះចេញមកគឺសាមញ្ញងាយស្រួលគឺគាត់បើកផ្លាស់យើងអាច scan ហើយនឹង feature យើងនៅក្នុងហ្នឹងគាត់ underscore យើងអាច change ទៅតាម function ដែលយើងត្រូវការហើយនឹង explore screen គឺយើងមានកន្លែង hard link កន្លែងនេះគឺសេរីទៅនឹង favorite link ចឹងនៅពេលដែលយើងចុចទៅលើបានបេះដូងកន្លែងណាមួយគឺវាអាចចូលទៅហាត់ហ្នឹងដើម្បីងាយស្រួលមើលในក្រោយថាpixel list ហ្នឹងយើងចង់មើលបកទៅក្រោយយើងអាចចុចចូលមកទៅវាចេញ topic ផ្សេងៗដែលយើងបានសរទុកហើយកន្លែងនេះជាឧបករណ៍ផ្សេងៗដែលជា update រាល់មានអីថ្មីហើយកន្លែងនេះតុកតា mental screen គឺកន្លែងដែលយើងអាចសួរទៅការថែទាំរុក្ខជាតិស្គាល់ទៅខាង expert បានហើយនេះ home screen ចឹង home screen ហ្នឹងគឺពេលយើងចុចផ្លាស់ plan ចឹងក្នុងហ្នឹងគឺចេញទៅជា dialog មួយទៀតដែលទៅភាពរបស់ដែលនោះហើយពេលដែលយើងសម្រេចទៅ screen ណាមួយគឺវាចេញទៅ information ប្រភេទនេះហើយកន្លែងនេះដូចគ្នាកន្លែង branded plan ចឹងពេលដែលចុចទៅគឺវាចូលទៅកន្លែង plan ណាដែលគេពេញនិយមតែតាមមកហើយពេលដែលយើង select ទៅអ្នកមួយណាមួយគឺវាចេញ full information ជា detail មកច្រើនជាងហ្នឹងហើយកន្លែងនេះ my plan បន្ទាប់ពីយើងចុចចូលកន្លែង my plan ហើយវាចេញជា calendar reminder ចឹងពេលចុចចូល reminder ទៀតគឺយើងអាច set function នៅក្នុងហ្នឹងជាការកំណត់ឈ្មោះកំណត់ពេលវេលាfunction ដែលយើងចង់ឲ្យ alert និង information ហើយមានជាម៉ោងហើយកន្លែងនេះកាមេរ៉ាគឺចូលមកយើងអាចយក picture ក្នុងហ្នឹងយើងគឺហើយកាមេរ៉ានេះហើយទៅយើងថតមកគឺ scan ហើយវាចេញជា analyze ថាតើសុខភាពដូចជាបែបម៉េចគឺយើងអាចមើលទៅក្នុងហ្នឹងថាដូចជាមកអាប់ទួចយ៉ាងនំបាក់ហើយកន្លែងនេះបងហ្នឹងមានតែប៉ុណ្្នឹងទេស្មានអូខេ thank you បងតែដៃរបស់សាតមួយ